ជំរាបសួរលោកគ្រូហើយនឹងសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូទាក់ទងនឹង Pi របស់យើងហើយជាដំបូងយើងត្រូវ connect ទៅកាន់ SH ជាមុនសិនតបមកខ្ញុំ sẽ comment connect ទៅកាន់ SH របស់យើង username សិនហើយនឹង IP របស់វាMarita @192.168.1.7 ហើយបន្ទាប់មកយើងវាយ password ហើយខ្ញុំ clear ចោលមួយសិនហើយមកដល់កន្លែងនេះខ្ញុំត្រូវ ls ដក lx សិនដើម្បីមើល file និង folder របស់យើងទាំងអស់ក្នុងហ្នឹងហើយបន្ទាប់មកខ្ញុំ ls ដក lx ហើយនឹងចុច comment Pi របស់យើងហ្នឹងដើម្បី output ទៅកាន់ comment បន្ទាប់អញ្ចឹងខ្ញុំដក3មានន័យថាវានឹងរត់ទិន្នន័យពីដំបូងគឺដំបូងលើគេមកអស់ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំចុច comment ls ដក lx ហើយនឹង Pi ដែរហើយ hand ដក5វិញដើម្បីវាសូទិន្នន័យទាំង5ជួរ hand ដក5ឥឡូវវា show my បន្តមកទៀតខ្ញុំត្រូវចុច comment ដើម្បីបង្កើត folder របស់យើងខ្ញុំចុច comment mkd ហើយដាក់ឈ្មោះរបស់ខ្ញុំមកទៅ _iu30 តបមកខ្ញុំត្រូវទៅបង្កើត file មួយខ្ញុំ ls មើលសិនហើយបន្ទាប់មកទៀតខ្ញុំត្រូវចូលទៅក្នុងឯគេ marita _iu30 ហ្នឹងសិនខ្ញុំដាក់ cd marita _iu30 ហើយបន្ទាប់មកខ្ញុំទៅបង្កើត file tt មួយអញ្ចឹងយើងសេ nano បន្ទាប់មកយើងដាក់ file ទៅខ្ញុំដាក់ my file test.tt ហើយមកដល់កន្លែងនេះយើងបញ្ចូលទិន្នន័យលោកគ្រូឲ្យដាក់ដើម្បីឲ្យ show វាឃើញអញ្ចឹងខ្ញុំដាក់5ដង file យើងទៅសេអីក៏បានអញ្ចឹងខ្ញុំដាក់ my file 1 my file 2ហើយនឹងmy file 3ដល់5ហ្នឹងទៅតបមកខ្ញុំចុចyes មួយសិន save វាយ៉ាប៉ះដៃចុច enter មកទៅហើយបន្តមកទៀតយើង cat មើល file ដែលយើងបានសរសេរមិញfile ទិន្នន័យ my file test.tt នេះយើងបានសរសេរមិញហ្នឹង my file 1ដល់ my file 5ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំចង់cat មើលវាពីលើចុះក្រោមអញ្ចឹងខ្ញុំដាក់ cat my file nl អាហ្នឹងយើងបង្ហាញវាជា number ហើយជា line ហើយ hand ហ្នឹងយើងដាក់វាជា2អូខុសដោយសារខ្ញុំភ្លេចសរសេរ my test file របស់យើងខ្ញុំសេម្ដងទៀត cat my file test.tt hand ដក2ឥឡូវវាចេញជា2ជួរហើយវាចេញជាលេខហ្នឹងដោយសារយើងដាក់ ln ហើយមួយទៀតខ្ញុំដាក់cat my file test.tt lda ហើយ hand ដក2ដូចគ្នាកន្លែងហ្នឹងច្រឡំដាក់វាជាចឹងដោយសារកន្លែងហ្នឹងអត់មាន nl ទៀតទេអញ្ចឹងខ្ញុំលុប nl ហ្នឹងចោលវិញ cat អត់ដែរតែយើងលុប nl អានេះ
វាអត់មានលេខទេដោយសារយើងអត់ដាក់ NL ហ្នឹងបន្ទាប់មកទៀតខ្ញុំ cat អត់ដែរតែយើងភ្ជាប់ជាមួយនឹង comment get number ដើម្បីស្វែងរកបន្ទាត់ដែលមានពាក្យ number យើងចុចឈ្មោះ file របស់យើងដែរហ្នឹងមកហើយបន្ទាប់មកខ្ញុំដាក់ NL ហើយ grade number ហើយបន្ទាប់មកទៀតយើង LA ដក LH មកដើម្បី list វាមើលវានឹងចេញឥឡូវវាចេញមានថ្ងៃខែអីហ្នឹងហើយបន្ទាប់មកយើង LA ដក LH ដែរហើយ hand ដក3កន្លែងហ្នឹងមិន hand ខ្ញុំច្រឡំសេ hand ទៀតទេLA ដក LH ហើយផៃជាមួយនឹង tile ម្ដង number ហើយដាក់ tile ដក3អាហ្នឹងវាមានន័យថាវាបង្ហាញបន្ទាត់ចុងក្រោយ3បន្ទាត់តែខ្ញុំអត់មានទិន្នន័យអីទេអញ្ចឹងវាចេញតាមមួយបន្ទាត់ហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ LA ដក LH NL អត់ដែរហើយ tile ហើយកន្លែងនេះខ្ញុំដាក់លេខ5ហើយឥឡូវវីដេអូយើងបានដល់ទីបញ្ចប់ហើយសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នា